បាទសួស្តីបងប្អូនវីដេអូនេះបង្ហាញបងប្អូនអំពីរបៀប remove admin ចេញពីក្នុង page ហើយដើម្បី remove admin ចេញពី page ណាមួយបងប្អូនត្រូវអនុវត្តនៅលើ page មួយហ្នឹងហើយអ្នក remove គេត្រូវតែជា account ដែលមានតំណែងជា admin ធំណាបើបងប្អូនមានតំណែងត្រឹមតែ moderator ឬ editor ទេជាតំណែងក្រោម admin បងប្អូនអាច remove គេបានទេអញ្ចឹងនៅទីនេះខ្ញុំគឺជា admin ធំខ្ញុំអនុវត្តនៅលើ page មួយជាឧទាហរណ៍ឲ្យបងប្អូនមើលដើម្បី remove admin នៅក្នុង page ណាមួយបងប្អូនចូលមកក្នុង account របស់យើងដែលគ្រប់គ្រង page ហ្នឹងរួចហើយបងប្អូន select នៅលើ profile យើងផ្នែកខាងស្ដាំខាងលើនេះមក select កន្លែងហ្នឹងហើយបងប្អូនឃើញពាក្យ see more បងប្អូនចុចលើពាក្យ see more ហ្នឹងមករួចហើយបងប្អូនរកមើលពាក្យថា page ឬសញ្ញាមួយនេះសម្រាប់បងប្អូនដែលចេញជាអក្សរខ្មែរអត់មានពាក្យ page select លើសញ្ញាហ្នឹងមកពេលហ្នឹងវានឹងចេញ page ទាំងអស់ដែលបងប្អូនគ្រប់គ្រងហើយនៅទីនេះគឺខ្ញុំអនុវត្តនៅលើ page មួយដែលជា page អតិថិជនរបស់ខ្ញុំគឺ page មួយនេះហើយបងប្អូន select នៅលើ page ហ្នឹងមកអូខេរួចហើយយើង switch ចូលមកក្នុង page ហ្នឹងមកអូខេបន្ទាប់មកបងប្អូន select នៅលើឆ្នូត3ផ្នែកខាងលើនេះមកហើយបងប្អូនរកមើលពាក្យថា setting បងប្អូនអូសមកខាងក្រោមមកហើយបងប្អូនរកមើលពាក្យថា page setup នេះមករួចហើយបងប្អូនរកមើលពាក្យថា page access ឬសញ្ញាកូនសោនេះ select លើវាមកចូលមកដល់កន្លែងនេះបងប្អូននឹងឃើញ admin ទាំងអស់ដែលគ្រប់គ្រង page ណាហើយនៅទីនេះគឺខ្ញុំ remove admin ម្នាក់ចេញបងប្អូនចុចឆ្នុច3ទៅលើ profile ណាមួយដែលបងប្អូនចង់ remove ទៅ select លើវាទៅនៅខាងក្រោមនេះវាចេញពាក្យថា remove from page បងប្អូន select លើ remove from page នេះមកបន្ទាប់មកបងប្អូនវាយ password នៅទីនេះ password នៅទីនេះគឺជា password account របស់យើងណាបងប្អូនគឺ account admin ដែល remove គេអញ្ចឹងបងប្អូនវាយមកបន្ទាប់ពីវាយ password ទៅហើយបងប្អូនចុចពាក្យ continue មកសម្រាប់ account ជា admin របស់យើងដែលប្រើប្រាស់ Gmail សម្រាប់គ្រប់គ្រង account ណាបងប្អូនត្រូវចូលទៅយកលេខកូដនៅក្នុង Gmail ហ្នឹងណារួចហើយយកលេខកូដហ្នឹងមកបំពេញកន្លែងនេះពេលហ្នឹងគឺបងប្អូនអាចចុច continue remove បានហើយអញ្ចឹងករណី account របស់ខ្ញុំគឺខ្ញុំ cooperate ជាមួយនឹង Gmail មួយដូច្នេះបងប្អូនត្រូវចូលទៅក្នុង Gmail ដែលជា Gmail គ្រប់គ្រង account របស់យើងណាហើយយើង copy លេខកូដមកជួរហ្នឹងមកអូខេបន្ទាប់មកបងប្អូនចូលទៅក្នុង Facebook វិញមកអូខេបងប្អូនបំពេញកូដមិញហ្នឹងមកចុច continue ទៅបន្ទាប់មកបងប្អូនចុច continue ទៀតមកពេលនោះគឺការ remove ហ្នឹងបានសម្រេចហើយ admin ម្នាក់ដែលគាត់មានមុខនៅក្នុង page ហ្នឹងត្រូវបានដកចេញហើយខ្ញុំសូមបញ្ជាក់បងប្អូនបន្តិចអានេះករណីរបស់ខ្ញុំដែល account ខ្ញុំហ្នឹងគ្រប់គ្រងដោយ Gmail អញ្ចឹងខ្ញុំចូលមកយកលេខកូដក្នុង Gmail ប៉ុន្តែករណីបងប្អូនខ្លះ account បងប្អូនអត់បានសហការមួយ Gmail ទេ account បងប្អូនគឺសហការជាមួយលេខទូរស័ព្ទអញ្ចឹងបងប្អូនត្រូវចូលទៅយកលេខកូដតាមរយៈការផ្ញើសាររបស់ក្រុមហ៊ុន Facebook មកលេខទូរស័ព្ទរបស់យើងគឺប្រអប់ message អីនេះគឺក្រុមហ៊ុន Facebook ផ្ញើមកបងប្អូនចូលមកយកលេខកូដអីហ្នឹងអញ្ចឹងបងប្អូនត្រូវច្បាស់ពេលដែលបងប្អូន remove គេថាតើ account អ្នក remove គេហ្នឹងជា account ដែលគ្រប់គ្រងដោយ Gmail ឬ account គ្រប់គ្រងដោយលេខទូរស័ព្ទបើលេខទូរស័ព្ទបងប្អូនមករក message នៅម្ដុំនេះហើយបើបងប្អូនគ្រប់គ្រងដោយ Gmail បងប្អូនត្រូវចូលមកក្នុង Gmail ហើយត្រូវច្បាស់ Gmail ហ្នឹងគឺបងប្អូនអាច sign in ចូលនៅក្នុង app ហ្នឹងបានដើម្បីចូលមកយកលេខកូដបើបងប្អូនភ្លេចក្បាល Gmail ឬក៏ភ្លេច password Gmail ឬក៏ពេលដែលបងប្អូនអនុវត្តហ្នឹងបងប្អូនអត់ដឹងថាខ្លួនឯងហ្នឹងមាន Gmail មួយណាទេអត់អាច log ចូលក្នុងកម្មវិធី Gmail នេះបានទេបងប្អូនយកលេខកូដក៏អត់បានដែរអញ្ចឹងជា admin បងប្អូនត្រូវចេះមាន Gmail មានលេខកូដផ្លូវការឲ្យ log in app មួយនេះឲ្យបានត្រឹមត្រូវរួចហើយយកអា Gmail របស់យើងហ្នឹងទៅ cooperate ជាមួយនឹង account Facebook របស់យើងដើម្បីឲ្យ account របស់ Facebook របស់យើងហ្នឹងមានភាពរឹងមាំគេពិបាក hack ហើយបងប្អូនប្រើ account ដែលភ្ជាប់លេខទូរស័ព្ទទេបងប្អូនអាចយកនៅទីនេះប៉ុន្តែខ្ញុំសូមបញ្ជាក់ account បងប្អូនងាយមានបញ្ហាដោយសារអី
លេខទូរស័ព្ទអត់សូវមានសុវត្ថិភាពខ្ពស់ទេបងប្អូនខ្ញុំបង្ហាញតែប៉ុណ្្នឹងឯងហើយសម្រាប់ admin ចូលទៅក្នុង page វិញខ្ញុំនឹងបង្ហាញនៅវីដេអូផ្សេងទៀតអរគុណ